ត់ដំបងជាខេត្តចំណាស់មួយនៅភូមិភាគពីរប្រទេសកម្ពុជាដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្មគួបផ្សំកត្តាអំណោយផលពីធម្មជាតិអាកាសធាតុសន្តានដីជាពិសេសដីមានជីវជាតិខ្ពស់តសក់ផ្អែមមេឡុនជាដំណាំថ្មីមួយដែលបានចាប់ផ្ដើមដាំដុះនៅស្រុកសំឡូតនិងស្រុករតនមណ្ឌលអ្វីដែលគួរឲ្យកត់សម្គាល់ដោយសារកត្តាដីមានជីវជាតិល្អធ្វើឲ្យដំណាំតសក់ផ្អែមប្រភេទនេះផ្ដល់ទិន្នផលច្រើនលើសពីការរំពឹងទុកខណៈតម្លៃនិងតម្រូវការទីផ្សារខ្ពស់ដែលជាផ្នែកមួយជួយលើកស្ទួយផលិតផលក្នុងស្រុកនិងបង្កើនប្រាក់ចំណូលដល់កសិករលោកសៀនកានស្ថាបនិកកសិដ្ឋានចំការកំពង់លពៅស្ថិតក្នុងឃុំរស្មីសង្ហាស្រុករតនមណ្ឌលលើកឡើងថាតសក់ផ្អែមជាប្រភេទដំណាំមួយដែលងាយស្រួលដាំដុះមានរយៈពេលខ្លីនិងងាយថែទាំលោកបានបង្ហាញពីបទពិសោធន៍ដាំតសក់ផ្អែមតាំងពីឆ្នាំ2020រហូតមកដល់បច្ចុប្បន្នដែលមានជាង10ប្រភេទមកហើយប៉ុន្តែមានតែពូជមេឡុននេះមួយទេដែលនាំមកនៅក្នុងប្រទេសទាំងរសជាតិនិងគុណភាពតសក់ផ្អែមដែលដាំនេះមានគុណភាពល្អផ្លែស្រស់ផ្អែមស្រួយមានក្លិនក្រអូបដោយសារបានអនុវត្តតាមបច្ចេកទេសកសិកម្មល្អនិងកាត់បន្ថយការប្រើប្រាស់សារធាតុគីមីលោកសៀនកានបញ្ជាក់ថាសម្រាប់ឆ្នាំ2026នេះកសិដ្ឋានបានចុះកិច្ចសន្យាផ្គត់ផ្គង់តសក់ផ្អែមប្រមាណ300តោនជាមួយក្រុមហ៊ុន LP ដើម្បីនាំយកទៅចែកចាយនៅក្នុងប្រទេសកម្ពុជានិងមានគម្រោងនាំចេញទៅប្រទេសអង់គ្លេសផងដែរបាទខ្ញុំឈ្មោះសៀងកានជា founder កសិដ្ឋានយើងហៅថាកសិដ្ឋានចំការកំពង់លពៅយើងមានទីតាំងពីរកន្លែងទី1នៅស្រុកសំឡូតនៅឃុំកំពង់លពៅហើយនេះនៅស្រុករតនមណ្ឌលឃុំរស្មីសង្ហាតសក់នេះជាឈ្មោះបរទេសគេហៅថាមេឡុនប៉ុន្តែកម្ពុជាយើងមិនបានកំណត់ឈ្មោះទេអញ្ចឹងជាទូទៅទាំងអ្នកបច្ចេកទេសទាំងប្រជាជនកម្ពុជាហៅថាតសក់ផ្អែមបើឈ្មោះវាជាភាសាអង់គ្លេសគេហៅ melon បាទ melon វាមាន rock melon វាមាន yellow melon វាមាន honeydew melon ច្រើនប្រភេទណាវាអាស្រ័យតាមពូជដូចពូជនេះអីវាចូលចាប់ពីយើងដាក់គ្រាប់ដាំឬក៏សាបកូនរហូតដល់នេះវាអាចទៅដល់80ថ្ងៃតែតាមពេលវេលាបើសិនជាបរិយាកាសល្អវាពន្លឿនការទុំដែរវាប្រែប្រួលអញ្ចឹងយើងអាចនិយាយថាចាប់ពីដាំរហូតដល់ប្រមូលផលគឺមានចន្លោះពី75ថ្ងៃទៅ80ថ្ងៃជាបទពិសោធន៍ខ្ញុំធ្លាប់ដាំពូជតសក់ផ្អែមនេះតាំងពីឆ្នាំ2020រហូតដល់ឥឡូវខ្ញុំដាំពូជច្រើនណាប្រហែលជា5 6 7ក្រុមហ៊ុនអាចប្រហែលជា10ពូជផ្សេងៗគ្នាមានតែពូជនេះមួយដែលមានគុណភាពនាំមុខនៅកម្ពុជាទាំងរសជាតិទាំងគុណភាពបាទគឺពូជនេះមានរសជាតិផ្អែមហើយស្រួយហើយមានក្លិនក្រអូបធម្មតាតសក់នេះជាបច្ចេកទេសវាមានទម្ងន់វាចាប់ពី1គីឡូ1.8 គីឡូទៅ2.2 គីឡូអានេះតាមក្រុមហ៊ុនបញ្ជាក់ប៉ុន្តែដោយឡែកពេលដែលខ្ញុំយកមកដាំទៅកន្លែងនេះវាមិនអញ្ចឹងទេដូចពូជនេះជាចូលជាង2គីឡូចូលជិត3គីឡូមានអ្នកខ្លះ3គីឡូជាងជាទូទៅគឺជាង2គីឡូហ្នឹងហើយប៉ុន្តែវាអាចដល់3គីឡូខ្ទង់ប្រហែលជា20 30 40% គឺ3គីឡូ2គីឡូ8ទៅ3គីឡូបច្ចុប្បន្ននេះយើងបានរកដៃគូអាជីវកម្មរបស់យើងហៅថាក្រុមហ៊ុន Local Proud គាត់ចុះកិច្ចសន្យាទិញជាមួយកសិដ្ឋានយើងខ្ញុំនេះក្នុងទំហំ300តោនសម្រាប់ឆ្នាំ2026នេះនៅក្នុងតម្លៃព្រមព្រៀងគ្នាពីដើមទីទៅអញ្ចឹងឆ្នាំ2026នេះកសិដ្ឋានខ្ញុំនឹងផលិតឲ្យបានមិនក្រោមពី300តោនទេសម្រាប់ផ្គត់ផ្គង់ទៅក្រុមហ៊ុន Local Proud ដែលយើងហៅថា LP ក្រុមហ៊ុន LP គឺមានទីតាំងនៅភ្នំពេញហើយចែកចាយនៅក្នុងប្រទេសកម្ពុជាតាមខេត្តហើយមានគម្រោងនាំចេញទៅប្រទេសអង់គ្លេសផងនៅពេលឆាប់ខាងមុខនេះអ្នកជំនាញរូបនេះឲ្យដឹងបន្ថែមថាមានប្រជាកសិករជាច្រើនគ្រួសារក្នុងសហគមន៍បានសុំសហការជាមួយកសិដ្ឋានដើម្បីផលិតតសក់ផ្អែមបន្ថែមព្រោះពួកគាត់បានឃើញពីអត្ថប្រយោជន៍និងផលចំណេញដែលអាចទទួលយកបានហើយការរីកចម្រើននៃដំណាំតសក់ផ្អែមនេះបានជួយកាត់បន្ថយការនាំចូលផ្លែឈើពីក្រៅប្រទេស
និងលើកស្ទួយផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ យើងគិតថាតម្លៃវាបច្ចុប្បន្ននេះនៅក្នុងទីផ្សារគេលក់រហូតទៅដល់ 15,000 កន្លែងខ្លះតាមអតិថិជនណាកន្លែងខ្លះលក់ដល់ 18,000 អញ្ចឹងទៅព្រោះអានេះវាជាគេហៅ premium product អញ្ចឹងតម្លៃវាប៉ុណ្ណឹងយើងថាថ្លៃតែបើប្រៀបធៀបជាមួយគុណភាពវាជាមួយនឹងផលិតផលនាំចូលដូចជាមេឡុនផ្សេងគេថា1គីឡូ$15ណោះប៉ុន្តែគុណភាពយើងមិនអាចថាយើងអន់ឬក៏យើងឈ្នះទេប៉ុន្តែជជែកគ្នាបានបើសិនជាមានឱកាសសាកល្បងគុណភាពដោយស្ថាប័នណាមួយយើងអាចយកទៅដាក់ប្រកួតប្រជែងបានពីដើមរហូតទៅដល់ឥឡូវនេះតម្លៃដែលយើងបានព្រមព្រៀងជាមួយក្រុមហ៊ុនហ្នឹងគឺអាចទទួលយកបានព្រោះយើងមានប្រាក់ចំណូលសមរម្យដែលអាចទទួលយកបានហេតុផលអញ្ចឹងហើយបានជាក្រុមប្រជាជនក្នុងសហគមន៍នេះគាត់បានសុំសហការជាមួយសម្ការយើងដើម្បីផលិតផ្គត់ផ្គង់ឲ្យយើងដែរអញ្ចឹងបច្ចុប្បន្នយើងមានប្រជាកសិករជុំវិញនឹងច្រើនគ្រួសារផលិតឲ្យយើងដែរដោយសារគាត់មើលឃើញពីអត្ថប្រយោជន៍និងផលចំណេញដែលគាត់អាចទទួលយកបានគាត់វិនិយោគជាមួយយើងដឹងស្រាប់ហើយប្រទេសយើងភាគច្រើននាំបន្លែផ្លែឈើពីខាងក្រៅមកច្រើនរាប់សតវត្សរាប់ទសវត្សហើយអញ្ចឹងជាឱកាសដែលយើងឃើញថាកម្ពុជាយើងមានលទ្ធភាពផលិតបន្លែផ្លែឈើដែលមានគុណភាពលំដាប់អន្តរជាតិហើយលំដាប់ប្រកួតប្រជែងបានអញ្ចឹងយើងគួរតែជួយគាំទ្របាទជួយគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យអស់លទ្ធភាពមុននឹងយើងប្រើប្រាស់ផលិតផលនាំចូលផលិតផលនាំចូលយើងមិនដឹងថាការធានាគុណភាពយ៉ាងម៉េចព្រោះយើងអត់ដឹងប៉ុន្តែសម្រាប់កសិដ្ឋានយើងនេះយើងផលិតមានស្តង់ដារផលិតត្រឹមត្រូវកសិករដែលផលិតជាមួយយើងមានស្តង់ដារផលិតប្រើធាតុចូលអីដាំពេលណាយ៉ាងម៉េចចន្លោះគុំយ៉ាងម៉េចថែទាំយ៉ាងម៉េចត្រូវប្រើផលិតផលណាដើម្បីសង្គ្រោះវាទៅពេលមានបញ្ហាអញ្ចឹងយើងមានស្តង់ដារផលិតខ្ញុំសូមពៀមនាវដល់រាជរដ្ឋាភិបាលឬក៏ក្រសួងស្ថាប័នពាក់ព័ន្ធទៅនឹងការអភិវឌ្ឍបន្លែផ្លែឈើនេះសូមជួយយកចិត្តទុកដាក់ជំរុញនិងបង្កលទ្ធភាពងាយស្រួលទៅដល់ក្រុមអ្នកផលិតក្នុងករណីដែលពួកគាត់មានបញ្ហាឧទាហរណ៍បញ្ហាស្វែងរកប្រាក់កម្ចីបញ្ហាស្វែងរកការឧបត្ថម្ភទៅលើការសម្របសម្រួលទីផ្សារជាដើមហ្នឹងដើម្បីឲ្យពួកគាត់បែរមកផលិតបន្លែផ្លែឈើនៅកម្ពុជាយើងឲ្យបានច្រើនជាងមុនជាការអង្កេតរបស់ខ្ញុំយើងឃើញថាមានការផ្លាស់ប្ដូរច្រើននេះក៏ជាឱកាសមួយជាកលានុវត្តភាពសម្រាប់ប្រជាជនកម្ពុជានិងផលិតករកម្ពុជាដើម្បីបង្កើនការផលិតយើងឃើញថាបែរមកប្រើផលិតផលក្នុងស្រុកច្រើនជាមួយគ្នានោះលោកច័ន្ទសក្តាតំណាងក្រុមហ៊ុន GGA Advisory ដែលជាក្រុមហ៊ុនចែកចាយបន្លែផ្លែឈើក្នុងស្រុកបានបង្ហើបពីគម្រោងបង្កើនបរិមាណទិញត្រសក់ផ្អែមនៅឆ្នាំបន្តបន្ទាប់លោកលើកទឹកចិត្តដល់កសិករឲ្យបង្កើនការដាំដុះបន្ថែមទៀតស្របពេលដែលត្រសក់ផ្អែមប្រភេទមេឡុននេះកំពុងមានតម្រូវការទីផ្សារខ្ពស់ខ្ញុំបាទឈ្មោះច័ន្ទសក្តាខ្ញុំតំណាងមកពីក្រុមហ៊ុន GGA Advisory ក្រុមហ៊ុនយើងធ្វើការចែកចាយបន្លែផ្លែឈើរបស់យើងនៅក្នុងស្រុកយើងដើម្បីបង្កើនការដាំដុះកសិផលរបស់យើងនៅក្នុងស្រុកហ្នឹងឲ្យមានការកើនឡើងដើម្បីយើងទប់ស្កាត់ការនាំចូលពីបរទេសហើយយើងនឹងឈានទៅដល់ការផលិតឲ្យបានតាមស្តង់ដារយើងអាចនាំចេញទៅបរទេសបានថែមទៀតសម្រាប់ផែនការរបស់យើងដែលយើងចុះកុងត្រាជាមួយនឹងចការកំពង់លពៅនេះយើងប្រមូលទិញនៅក្នុងឆ្នាំ2026នេះរហូតដល់300តោនបាទសម្រាប់គ្រប់គ្រងទីផ្សារក្នុងស្រុកហើយនឹងយើងកំពុងតែពង្រីកទីផ្សារទៅក្រៅស្រុកដែរតាក់ទងជាមួយនឹងតម្លៃបើនិយាយទៅមេឡុននេះទាំងរសជាតិនិងគុណភាពវាលើសពីតម្លៃរបស់វាទៅទៀតពីព្រោះយើងលក់នៅក្នុងទីផ្សារយើងនេះតម្លៃធូរមែនតែនបើយើងប្រៀបធៀបជាមួយនឹងតម្លៃមេឡុនដែលនាំចូលពីប្រទេសផ្សេងមកមេឡុនខ្លះអាចមានតម្លៃមួយផ្លែរហូតដល់$60ជាងក៏មានដែរតែបើសម្រាប់មេឡុនរបស់យើងលក់នៅលើទីផ្សារបច្ចុប្បន្ន1គីឡូត្រឹមតែ$5ទេតាក់ទងជាមួយនឹងគុណភាពនិងរសជាតិបើនិយាយឲ្យស្មោះត្រង់ទៅយើងបានភ្លក់ដែរប៉ុន្តែរសជាតិមិនជាងគ្នាទេមានន័យថាយើងមិនបង្អាប់របស់គេទេប៉ុន្តែរសជាតិមិនជាងគ្នាទេបាទកម្រិតផ្អែមកម្រិតស្រួយរបស់គេអាចនឹងកម្រិតស្រួយចាញ់យើងទៅទៀតអញ្ចឹងណាប៉ុន្តែដោយសារតែគេមកពីប្រទេសដែលអភិវឌ្ឍជាងយើងអញ្ចឹងក៏តម្លៃរបស់គេហ្នឹងវាខ្ពស់
hay nom châu máu đầm lầy khô mền ten tại bờ sầm rạp mình lon bò dưỡng cứ đầm lầy dưỡng xong rùm mền ten này phần năng ban ở tam ca bất tới nước không cho nam pi pon một hay một mũi nít đại dương tinh bay rồi tàu nít đại xa tại sạc đan đập pol nước không ca đam đó dương ban tại phần nòng phần đáy phần sân bà ở trồng cá có ai cùng người ca đam đó ban ở trên dưới năng tiết dương có từ tình từ tam năng đài tệ tôn chỉ mùi năng ca đam đó melon nít nhom tùng lực tật chật bong ôn bị kia cả tệ co bò dưỡng ôi dương cùng rừng sầm mặt ở phía nước không ca đam đó tiền côn ở phía tiền bạch chay cái tên nước không ca đam đó dương phi diêm từตีซาយើងធំណាស់ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាសម្រាប់មីឡុនប្រភេទនេះមានតែចកាកំពង់លពៅទេដែលគាត់មានដាំដុះសម្រាប់មីឡុនផ្សេងនៅក្នុងស្រុកខ្មែរយើងនៅទូទាំងប្រទេសយើងគឺប្រភេទពូជផ្សេងសម្រាប់ចកាកំពង់លពៅយើងមានតែពូជនេះមួយគត់ហើយទីផ្សារបច្ចុប្បន្នទាំងរសជាតិនិងគុណភាពហើយនឹងទីផ្សារគឺពូជនេះគាត់មានទីផ្សារជាងសូមជម្រាបថាបច្ចុប្បន្នដំណាំតសក់ផ្អែមនៅក្នុងស្រុករតនមណ្ឌលត្រូវបានដាំដុះលើផ្ទៃដីប្រមាណ10ហិកតាតសក់ផ្អែមនេះបានក្លាយជាដំណាំសេដ្ឋកិច្ចដ៏សំខាន់មិនត្រឹមតែជួយលើកស្ទួយជីវភាពកសិករក្នុងតំបន់ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិតផលក្នុងស្រុកនិងអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តបាត់ដំបង